នឹងមានអ្នកណាទាំងយើងចាចំណុចទី2ដែលចង់យកមកទៅចែកនៅក្នុងថ្ងៃនេះគឺតកតងនឹងកម្រិតនៃភាពជាអ្នកដឹកនាំចាអញ្ចឹងយើងអាចទៅចែកគ្នាតើបច្ចុប្បន្នអ្នកដឹកនាំដែលយើងហៅថាខ្លួនឯងជាអ្នកដឹកនាំឬមួយក៏យើងកំពុងតែធ្វើការនៅក្នុងជាមួយនឹងអ្នកដឹកនាំនោះតើគាត់នៅក្នុងកម្រិតណាអានេះបើសិនបើតាមដែលខ្ញុំធ្វើការងារកន្លងមកយើងសង្កេតថានឹងការដែលយើងសិក្សាមួយចំនួនអ្នកដឹកនាំត្រូវបានបែងចែកជា5កម្រិតប៉ុន្តែមនុស្សជាច្រើនគឺកំពុងតែលងហើយគាត់ខ្ញុំប្រើពាក្យមិនសូវប្រួលថាគាត់កំពុងតែពុលនៅក្នុងកម្រិតទី1ថ្នាក់ទី1គឺតកតងទៅនឹងឋានៈកន្លែងទូនាទីគឺជាថ្នាក់ដឹកនាំនៅក្នុងកម្រិតទី1ទេចាដែលមនុស្សជាច្រើនកំពុងតែគិតថារឿងនេះវាជារឿងអស្ចារ្យចាគាត់ព្យាយាមប្រជែងគ្នាចាព្យាយាមគ្រប់វិធីសាស្ត្រដើម្បីឲ្យបានឋានៈកន្លែងហ្នឹងដែលគាត់គិតថានៅពេលដែលគាត់មានឋានៈធំគាត់នឹងខ្លាចទៅជាអ្នកដឹកនាំគេនឹងស្ដាប់តាមគាត់គេនឹងធ្វើទៅតាមគាត់ឯងប៉ុន្តែពីជ្រុងនៃភាពជាអ្នកដឹកនាំ position ទូនាទីគឺត្រឹមតែកម្រិតទី1ឯងគេដើរតាមយើងដោយសារតែគេត្រូវតែធ្វើតាមយើងគេត្រូវតែដើរតាមយើងអញ្ចឹងឲ្យវាមានការគោរពប្រតិបត្តិពិតប្រាកដហើយយើងស័ក្តិសមគឺតិចតួចមែនទេនៅក្នុងកម្រិតទី1ហ្នឹងនៅក្នុងកម្រិតទី2 permission ឬមួយក៏យើងអាចនិយាយបានថា relationship យើងផ្ដោតទៅលើទំនាក់ទំនងនៅពេលដែលយើងមានទំនាក់ទំនងជាអ្នកដឹកនាំបានន័យថាយើងចាប់ផ្ដើមមានការយល់ពីក្រុមការងាររបស់យើងយល់ពីគាត់ចាយើងដឹងពីចំណុចខ្លាំងចំណុចខ្សោយរបស់គាត់យើង build ទំនាក់ទំនងមួយគាត់ហើយទំនាក់ទំនងក្នុងកម្រិតទី2ហ្នឹងខ្លាំងធំជាងអីទាំងអស់យើងអាចនិយាយបានថាទម្រាំទៅឈានទៅអីផ្សេងៗលុះតែយើងយល់គ្នាយើងតាក់ទងគ្នាបានយើងទៅជែកគ្នាបានហើយកូនចៅហ្នឹងយើងអាចបដូរពីថាពីគេត្រូវទៅតាមគាត់ដោយសារតែគេចង់តាមគាត់អញ្ចឹងពេលដែលយើងគ្រាន់តែយើងត្រូវតែ transform អាតួនាទីคล้ายទៅជាទំនាក់ទំនងហ្នឹងអា gate មួយហ្នឹងវាធំវាទាមទារឲ្យមេដែលយើងគិតថាខ្លួនយើងជាអ្នកដឹកនាំហ្នឹងត្រូវធ្វើការងារច្រើនត្រូវលះបង់ច្រើនត្រូវគិតច្រើនអញ្ចឹងត្រូវតែមានទំនាក់ទំនងល្អជាមួយនឹងកូនចៅរបស់យើងហ្នឹងចាយល់ពីកូនចៅយល់ពីភាពខ្លាំងយល់ពីភាពខ្សោយហើយគេថាធ្វើការយើងយកបេះដូងគេឲ្យបានណាចាមនុស្សដែលធ្វើការទាំងបេះដូងហ្នឹងគឺមិនងាយបោះបង់ទេមិនងាយឈប់ទេហើយស្មោះស្ម័គ្រអញ្ចឹងធ្វើមិនឲ្យបុគ្គលម្នាក់គឺគាត់ចង់តាមយើងហ្មងហើយមិនមែនយើងសំដែងវាត្រូវតែចេញពីចិត្តដូចគ្នាអញ្ចឹងបេះដូងប៉ះមួយបេះដូងមកវាមានសម្លេងចាបានវាកម្រើកដែរអញ្ចឹងបើសិនបើយើងគ្រាន់តែកាយវិការខាងក្រៅបបោមាត់ខាងក្រៅអត់កម្រើកដល់បេះដូងគេដឹងហើយមិនយូរមិនឆាប់ទេអញ្ចឹងទាមទារកម្រិតទី2ហ្នឹងគឺត្រូវតែបៀលទំនាក់ទំនងនឹងឲ្យខ្លាំងសម្រាប់ក្រុមការងាររបស់យើងគិតគូរដូចជាសមាជិកគ្រួសារក៏ប៉ុន្តែឲ្យវាមានព្រំដែនបានន័យថានៅពេលដែលខុសសម្រាប់ខ្ញុំឯងខុសខ្ញុំដាក់វិន័យប៉ុន្តែត្រូវខ្ញុំសរសើរហើយឲ្យអាព្រំដែនឲ្យវាមានបន្ទាត់ខណ្ឌត្រឹមត្រូវអញ្ចឹងខ្ញុំឧទាហរណ៍ទូចមួយយើងនៅកន្លែងធ្វើការយើង